សម្រាប់រយៈពេលនេះអ្វីដែលប្រជាជនកម្ពុជាទាំងអស់គ្នាត្រូវតែធ្វើនោះគឺជាការការពារគ្នាហើយនឹងការរួបរวมគ្នាជាធ្លុងមួយតែតោះជាមួយទាំងអស់នេះគឺសម្រាប់អ្នកដែលគាត់កំពុងតែរកស៊ីឬក៏ធ្វើការនៅតែបន្តការងារជាធម្មតាអ្នកដែលគាត់កំពុងតែរៀនសូត្រគឺនៅតែបន្តការសិក្សាឲ្យបានល្អហើយសម្រាប់អ្នកដែលគាត់កំពុងមានគម្រោងក្នុងការផលិតផលជាឬវិស័យសិប្បកម្មនៅក្នុងប្រទេសកម្ពុជាសូមផលិតដោយការយកចិត្តទុកដាក់និងស្តង់ដារខ្ពស់សម្រាប់ប្រជាជនរបស់យើងដែលអាចគាត់ប្រើហើយគាត់នឹងពេញចិត្តនឹងប្រើបន្តទៀតហើយក៏សម្រាប់អ្នកដែលគាត់ប្រើប្រាស់អ្នកដែលទិញផលិតផលគឺសូមគាំទ្រទៅលើផលិតផលក្នុងស្រុកឲ្យបានច្រើនតាមដែលយើងអាចធ្វើបានហើយជៀសវាងឲ្យឆ្ងាយពីផលិតផលប្រទេសជិតខាងរបស់យើងគឺប្រទេសទី2នឹងឯងការពហិការរបស់យើងគឺគួរតែបន្តពហិការបន្តទៀតយើងគួរតែនាំគ្នាមកគាំទ្រនៅផលិតផលក្នុងស្រុករបស់យើងវិញដើម្បីឲ្យសង្វាក់ផលិតកម្មឬក៏សេដ្ឋកិច្ចក្នុងស្រុករបស់យើងកាន់តែកើនឡើងជាងមុនទៀតហើយអ្នកលក់ក៏គាត់មានកម្លាំងចិត្តក្នុងការផលិតបន្ថែមដើម្បីលក់ឲ្យយើងដូចគ្នាដែរហើយសម្រាប់គុណភាពគឺសូមឲ្យគុណភាពដែលផលិតមកគឺជាគុណភាពមួយដែលយើងអាចទទួលយកបានហើយនឹងប្រើបានហើយក៏គាត់ដល់សុខភាពរបស់អ្នកប្រើដូចគ្នាចឹងសង្ឃឹមថាប្រជាជនយើងទាំងអស់គ្នានឹងរួបរวมគ្នាជាធ្លុងមួយរហូតដល់តែប្រទេសយើងមានសន្តិភាពឡើងវិញហើយក៏នៅតែរួបរวมគ្នារហូតដល់តែប្រទេសយើងសេដ្ឋកិច្ចរបស់យើងទៅជាសេដ្ឋកិច្ចមួយដ៏រឹងមាំ